ថ្ងៃនេះធ្វើបទបង្ហាញអំពីការចិញ្ចឹមមាន់ចែករំលែកទៅកាន់បងប្អូនដៃថ្មីដែលគាត់ទើបតែចាប់ផ្ដើមចិញ្ចឹមបាទអញ្ចឹងបងប្អូនដែលគាត់ចាប់ផ្ដើមចិញ្ចឹមបងប្អូនឃើញវីដេអូនេះហើយជួយចុចជាវនៅ Channel របស់ខ្ញុំម្នាក់មួយនិងចុច Subscribe ម្នាក់មួយទៅនឹងទទួលបានវីដេអូចែករំលែកថ្មីៗជាមួយខ្ញុំជារៀងរាល់ថ្ងៃបងប្អូនទាំងគ្នាបាទថ្ងៃនេះសម្រាប់បងប្អូនដៃថ្មីដែលគាត់ទើបតែចាប់ផ្ដើមចិញ្ចឹមមាន់អញ្ចឹងណាបងប្អូនទាំងគ្នាបាទអញ្ចឹងបងប្អូនចិញ្ចឹមមាន់លក្ខណៈគ្រួសារអញ្ចឹងបងប្អូនគួរតែធ្វើទ្រុងបាទបងប្អូនធ្វើទ្រុង4ទទឹង4បដោយ5បងប្អូនទាំងគ្នាបាទអញ្ចឹងបងប្អូនធ្វើប៉ុណ្្នឹងទៅបាទបើសិនជាបងប្អូនអត់មានថវិកាទេបងប្អូនអាចធ្វើទទឹង3បដោយ4ឬមួយក៏5អីទៅបាទអញ្ចឹងបងប្អូនធ្វើបានធំកាន់តែល្អបងប្អូនទាំងគ្នាបាទអញ្ចឹងតាក់ទងជាមួយនឹងការចិញ្ចឹមមាន់នេះផងដែរបងប្អូនចិញ្ចឹមមាន់ឲ្យរស់កុំឲ្យវាងាប់ណាបងប្អូនទាំងគ្នាអញ្ចឹងបងប្អូនធ្វើទ្រុងហ្នឹងនៅលើដីទួលណាបងប្អូនកុំឲ្យមានទឹកលិចណាបរិវេណវាត្រូវតែមានខ្យល់អាកាសចេញចូលផងដែរណាបងប្អូនបាទហើយមួយទៀតបងប្អូនធ្វើទ្រុងមាន់អញ្ចឹងបងប្អូនកុំវាយបិទស័ង្កសីជុំវិញឲ្យជិតអីបងប្អូនព្រោះអីវាអត់មានខ្យល់ចេញចូលអញ្ចឹងវាធ្វើឲ្យមាន់យើងហ្នឹងឆ្អឹងស្អាប់វាធំលាមកណាបងប្អូនបាទអញ្ចឹងបងប្អូនធ្វើមិនបាច់វាយស័ង្កសីឲ្យជិតទេបងប្អូនទាំងគ្នាអញ្ចឹងបងប្អូនមានតង់បងប្អូនអាចវាយតង់ហ្នឹងទម្លាក់បាទរាល់ពេលយប់ឡើងបងប្អូនទម្លាក់វាចុះមកក្រោមមកដើម្បីកុំឲ្យមាន់យើងហ្នឹងវាត្រូវនឹងខ្យល់បាទកាលណាវាត្រូវនឹងខ្យល់វាធ្វើឲ្យមាន់យើងផ្ដាសាយនៅពេលយប់អញ្ចឹងនៅពេលថ្ងៃឡើងបងប្អូនបើកតង់ហ្នឹងមូលឡើងលើដើម្បីឲ្យមានពន្លឺព្រះអាទិត្យហ្នឹងជះចេញចូលអញ្ចឹងណាដើម្បីឲ្យលាមកមាន់នៅក្នុងទ្រុងរបស់យើងហ្នឹងវាបានស្ងួតវាបានសម្លាប់មេរោគដោយសារពន្លឺព្រះអាទិត្យហ្នឹងផងដែរបាទហើយតាក់ទងជាមួយនឹងការក្រាងកាមបងប្អូនទាំងគ្នាបាទអញ្ចឹងបងប្អូនក្រាបាតវាទៅបងប្អូនទាំងគ្នាបាទអង្កាមនេះក៏វាមានអត្ថប្រយោជន៍ដែរបងប្អូនទាំងគ្នាបាទវាជួយបន្តកម្ដៅឲ្យមាន់យើងនៅពេលដែលមាន់យើងត្រជាក់ណាបងប្អូនបាទដូចជាធ្លាក់ខ្យល់ដូចជាខែនឹងអីចឹងបងប្អូនគួរតែក្រាងកាមឲ្យវាដេកទៅបាទវាកាត់បន្ថយនៃការត្រជាក់ផងវាផងដែរអញ្ចឹងណាបងប្អូនបាទហើយនៅគៀមទ្រុងមាន់ហ្នឹងបងប្អូនអាចកអិតនៅជុំវិញទ្រុងយើងហ្នឹងបងប្អូនទាំងគ្នាបាទជុំវិញអាស្បៃយើងហ្នឹងបាទហើយបងប្អូនអាចកល់វា3អិតទៅបងប្អូនទាំងគ្នាបាទសម្រាប់ទ្រុងមាន់ខ្ញុំនេះខ្ញុំអត់ទាន់បានកល់ទេបងប្អូនបាទកអិតណារៀបអិត3អិតទៅឡើងលើបាទដើម្បីឲ្យវាបាំងខ្យល់កាលណាតែខ្យល់វាជះចូលទ្រុងយើងខ្លាំងពេកទៅមាន់វាល្ងាវាអាចទៅពួននៅបាំងតាមអិតហ្នឹងបងប្អូនទាំងគ្នាបាទហ្នឹងហើយតាក់ទងជាមួយនឹងក្រាងកាមនេះបើសិនជាអង្កាមយើងមានអាការៈរាងធំអីចឹងបងប្អូនអាចដូរអង្កាមនឹងចេញទៅដាក់អង្កាមថ្មីចូលបងប្អូនទាំងគ្នាហើយសម្អាតធ្នូបចំណីឲ្យបានទៀងទាត់បាទឲ្យបានទៀងទាត់ហើយនឹងទឹកដាក់កុំឲ្យដាច់សោះបងប្អូនដាក់ឲ្យវាផឹកជាប្រចាំបងប្អូនអញ្ចឹងកុំឲ្យដាច់ទឹកបងប្អូនទាំងគ្នាបាទអញ្ចឹងមាន់យើងគឺអត់ងាយឈឺទេបងប្អូនទាំងគ្នាការរស់នៅស្អាតគឺមាន់យើងវាអត់ងាយឈឺដូចមនុស្សដែរបើមិនជាមនុស្សយើងរស់នៅស្អាតគឺអត់ងាយឈឺទេបងប្អូនទាំងគ្នាបាទបញ្ហាមាន់គឺឈឺមួយគឺវារាលនឹងអស់ហើយអញ្ចឹងយើងត្រូវតែការពារវាមើលថែវាទៅដល់ផងដែរឆ្នូបចំណីឆ្នូបទឹកអីលាងសម្អាតវាឲ្យបានស្អាតទាំងអស់កុំឲ្យកក្រិចបាទអញ្ចឹងលាងហើយដាក់ដូរវាថ្មីចូលរហូតមកដូរទឹកថ្មីចូលរហូតដល់វាផឹកអញ្ចឹងណាបងប្អូនមាន់យើងឈឺមួយបើសិនជាមានមាន់យើងឈឺអញ្ចឹងបងប្អូនចាប់មាន់ដែលឈឺហ្នឹងបំបែកចេញទៅក្រៅយកទៅក្រុងដើម្បីព្យាបាលវាកុំឲ្យនៅក្នុងហ្វូងដែលគេមិនទាន់ឈឺបាទវាអាចនឹងផឹកទឹករួមគ្នាវាអាចធ្វើឲ្យមាន់យើងហ្នឹងវាឆ្លងជំងឺផងដែរអញ្ចឹងបងប្អូនការពារធ្វើបែបហ្នឹងគឺល្អបំផុតគឺមាន់យើងសុខភាពល្អគឺមិនងាយឈឺទេបងប្អូនទាំងគ្នាបាទទោះបងប្អូនចិញ្ចឹមមាន់មិនប្រើថ្នាំការពារក៏វាអត់សូវមានជំងឺដែរបងប្អូនទាំងគ្នាបាទអញ្ចឹងការចិញ្ចឹមមាន់គឺវាស្រួលចិញ្ចឹមបែបហ្នឹងឲ្យតែបងប្អូនដឹងនៅខែល្ងាចិញ្ចឹមបែបណាខែក្តៅចិញ្ចឹមបែបណាអញ្ចឹងខែល្ងាបងប្អូនបិទវាជិតនៅពេលយប់អញ្ចឹងកុំឲ្យវាមានខ្យល់អាកាសចេញចូលវាធ្វើឲ្យទ្រុងខ្យល់ធ្វើឲ្យមាន់យើង